ស្ដីបងប្អូនសាជាថ្មីចាហើយឆ្នាំ2026ខែ5នេះគឺអីវ៉ាន់ថៃគឺអត់សូវមានទេបងប្អូនគឺបិទបានសឹងតែ100%ទៅហើយនិយាយទៅនៅតិចតួចមែនតើហើយខ្ញុំសប្បាយចិត្តណារឿងនេះដោយសារអីយើងគ្រប់គ្រងផលិតផលក្នុងស្រុកទាំងអស់គ្នាហើយរឿងទី2នេះគឺរឿងកបលកំប៉ុងចាំមើលដល់ខែ10នេះបិទបានមែនតើគឺខ្ញុំសប្បាយចិត្តមួយទៀតហើយព្រោះវានិយាយទៅយើងអ្នកលក់ខាតប៉ុន្តែនៅតែសប្បាយចិត្តពីព្រោះអីសម្រាប់ការដែលយើងបិទកបលកំប៉ុងខ្ញុំឃើញថាគ្រឿងកំប៉ុងដោយសារតែយើងក្មេងៗអញ្ចឹងដូររង្វាន់ព្រោះថ្លៃអញ្ចឹងទៅធ្វើឲ្យពួកគាត់ហូបច្រើនណានេះយើងមិននិយាយដល់ក្រុមហ៊ុនណាមួយទេប៉ុន្តែយើងចង់ឲ្យបិទចឹងតាំងពីយូរតែឥឡូវគឺយើងបិទបានអញ្ចឹងសង្ឃឹមថាខែ10នេះមិនមានការប្រែប្រួលនឹងមានការបិទកបលកំប៉ុងមែនតើអញ្ចឹងណាហើយសម្រាប់ការគ្រប់គ្រងឲ្យបានក្នុងស្រុកបិទអីវ៉ាន់ថៃគឺខ្ញុំសប្បាយចិត្តទោះបីជាបងប្អូនមិនទៀមទាថាអូបិទ100%អីទេបិទទោះបីវាមានចូលមកតិចតិចក៏វាអត់អីដែរគ្រាន់តែថាបើសិនជាយើងបិទបានគឺល្អប៉ុន្តែយើងនៅតែគ្រប់គ្រងផលិតផលក្នុងស្រុកយើងទាំងអស់គ្នាគ្រប់គ្រងឲ្យបានច្រើនព្រោះមើលក្រោយខ្ញុំជាអ្នកលក់ចាប់ព្រួយប៉ុន្តែក៏ទិញដាក់តិចដែរស្រ័យបានក្នុងស្រុកយើងណាអរគុណ